សួស្តីព្រាយមិត្តទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចេញវីដេអូមកខ្ញុំប្រាប់អ្នកនរគ្នាថាខ្ញុំចេញវីដេអូថ្ងៃទី25ក៏ប៉ុន្តែឡើងថ្ងៃទី29នេះទើបតែចេញវីដេអូក៏ដោយសារតែមានរឿងតិចតួចចឹងណាម្យ៉ាងទៀតវីដេអូរបស់ខ្ញុំគឺចេញយូរខ្លាំងមែនទែនហើយហ្នឹងក៏ជាកំហុសរបស់ខ្ញុំដែរម្យ៉ាងទៀតក៏ដោយសារតែប្រទេសគឺមានសង្គ្រាមមានអីចឹងទៅគឺខ្ញុំអត់ចង់ផុសវីដេអូពីហ្គេមពីអីចឹងទេក៏ដោយសារក៏មកគេថាប្រទេសកំពុងតែចលាចលយើងមកនៅលេងហ្គេមលេងអីអត់ខ្វល់ពីប្រទេសជាតិអីចឹងទៅហើយនៅចុងវីដេអូខ្ញុំនឹងប្រាប់មូលហេតុថាហេតុអីបានជាខ្ញុំអត់ធ្វើវីដេអូកោះទីសមុទ្រទី3ដាវថាយើងលេងដាវសុតក៏ប៉ុន្តែមុននឹងចូលអាហ្នឹងគឺយើងមកមើល Full Control ទៅចេញថ្មីនេះសិនហើយខ្ញុំនឹងអាប់វាទៅ V2 ទាំងអស់ដែរកុំឲ្យតែប្រហែលច្រើនតោះយើងចូលឥឡូវហ្នឹងគឺយើងមកធ្វើការ test skill របស់វាអក្សរសិទ្ធ skill អក្សរសិទ្ធរបស់វាឥឡូវគឺថាធំជាងមុនដូចអ្នកគ្នាដូចចឹងនៅក្នុងវងហ្នឹងគឺយើងអាចកាត់ដើមឈើកាត់អីបានសេរីតាមចិត្តរបស់យើងហើយយកទៅបោកចោលទៅចឹងទៅហើយ Full Control ហ្នឹងក៏វាមកមានជាមួយនឹង M1 ផងដែរតែ M1 នេះគឺវាអន់ខ្លាំងមែនទែនមន់វាអត់សូវឈឺប្រហែលទេមកល្មមបន្ទាប់ពីបើស្គីទី1មកអ្នកគ្នានឹងទទួលបានដាវ2ដើមនេះអាហ្នឹងដាវ2ដើមហ្នឹងគឺវាបញ្ជាក់មានន័យថាបើសិនជាយើងកាន់ដាវហ្នឹងគឺយើងអាចប្រើមន់និងប្រើកាត់នេះបានតែបើសិនជាអត់មានដាវទេគឺយើងអាចយកដុំថ្មយកឲ្យគុកបាគេលេងយើងបានទៅអាហ្នឹងទីទៀតបើខ្ញុំប្រាប់ហើយសម្រាប់ការដាស់ឬមួយក៏ការលោតហោះអីគឺវាដូរ effect ទាំងអស់មើលហើយលោតបានខ្ពស់ជាងមុនទៀតឥឡូវហើយអ្វីមួយទៀតដែលអ្នកគ្នាត្រូវចាំ control ឥឡូវគឺមិនមែនដូចជា control ពីមុនទេ control ឥឡូវគឺតម្លៃវាស្មើនឹង Kitsune វាលើសពី Kitsune ទៀតវាអាចនឹងថាស្មើនឹង Dragon ណាក៏ប៉ុន្តែវាដល់ Dragon ទេ Dragon វាថ្លៃជាងចឹងហើយកុំនេះហើយកុំចាញ់បោកគេដូចគេដូរចង់ដូរ fruit ជាមួយនឹងរបស់អន់អីមិនបាច់ទេមិនបាច់ដូរទេដូរជាមួយសិត Kitsune យក Kitsune យកទៅលេងគឺវាល្អជាងកុំឲ្យតែថាយើងចាញ់បោកគេឲ្យបានតិចឬមួយក៏គេឲ្យលុយ2ឡាអីយកទៅដូរមួយគេទៀតចប់ហើយឥឡូវគឺយើងមកមើល skill អក្សរ X វិញ skill អក្សរ X គឺវាអត់ដឹងនិយាយមិនដែរនេះតែអាហ្នឹងវារបៀបថាskill បាញ់ចំគេទៅអត់ដឹងថាម៉េចទេអត់ដឹងនិយាយថាម៉េចទេចំណែក skill អក្សរ C វិញគឺថាគប់ទៅវាគប់ skill ទៅហើយវាចាក់បានប្រហែលsecond ដែរនិយាយរួមទៅអានេះវាមិនសូវល្អប្រហែលទេរបៀបថាវាបានតែនេះវាល្អបានតែពេលយើងកាត់ដុំថ្មកាត់អីកាត់ដើមឈើកាត់អីយកគប់គេលេងហ្នឹងខ្លាំងមែនដែរហ្នឹងចំណែកអក្សរ F វិញគឺវាគ្រាន់តែដាស់ទៅនេះឃើញយើងគប់ដល់ចង្អៃណាវាហោះទៅដល់ចង្អៃហ្នឹងនិយាយរួមទៅឲ្យនៅក្នុងវងរីឯអក្សរ V វិញនៅពេលយើងចុចទៅអាវងរបស់យើងហ្នឹងខ្លាចទៅជាការឈប់ហើយនៅនេះច្បាស់ឆ្ងល់ហើយមិនបានតែពេលយើងចុចទៅវាហោះទៅដល់កន្លែងផ្សេងអញ្ចឹងក៏ដោយសារតែពេលហោះអញ្ចឹងបើសិនជាយើងចុចអក្សរ V ហ្នឹងត្រូវចំសត្រូវចំណាគេមួយអញ្ចឹងទៅវានឹងហូតលោតកាត់ screen ដែលថាចាក់យកអាហ្នឹងអូតូម៉េចទេអាហ្នឹងគ្រាន់តែយើងអត់មានសត្រូវចាក់អញ្ចឹងទៅវាហក់ទៅដល់កន្លែងណាកន្លែងនេះកន្លែងនេះយើងចុចទៅហើយនេះច្បាស់ឆ្ងល់ហើយចេះអក្សរ V ហើយធ្វើអីផ្សេងអត់កើតហ្នឹងយើងគឺចេះកើតហ្នឹងនេះយើងចេះអក្សរសិតមកម្ដងទៀតមកនេះគឺវាដកដាវចេញហើយកូនក្បិតដែលខ្ញុំប្រាប់លើកដំបូងដល់ពេលដែលយើងចុចវាទៅវានឹងលេងមានអាហ្នឹងទៀតហើយអញ្ចឹងយើងអាចយកនេះ M1 របស់យើងឥឡូវគឺយើងអាចយកដុំថ្មយកអីគប់បាននេះលេងបានហើយ M1 របស់យើងថ្មីហ្នឹងគឺយើងអាចគ្រាន់តែចុចមួយក៏បានឬមួយក៏យើងចុចឲ្យយូរបើស្អីយើងចុចយូរទៅចាំមើលនេះបើស្អីយើងចុចយូរទៅអាថ្មហ្នឹងគឺវាធំយកតែម្ដងអញ្ចឹងអាកាន់តែធំហ្នឹងវងវាកាន់តែធំហើយdamageវាក៏កាន់តែឈឺដែរចំណែក skill វិញក៏វាផ្លែកខុសពីគ្នាទៀតតែវាមានអីផ្លែកច្រើនទេវាផ្លែកតែ2 skill ទេ skill អក្សរ X និង skill អក្សរ C ចឹង skill អក្សរ X នៅពេលដែលយើងចុចទៅគឺវានឹងបើកថ្មមកដូចជា4 5ថ្មហ្នឹងហើយវាយើងអាចសេរីសរង់បោះទៅកន្លែងណាក៏បានដែររីឯ skill អក្សរ C វិញគឺយើងគប់ថ្មទៅមកអត់ដឹងថាថ្មហ្នឹងហោះមកពីណាទេក៏ប៉ុន្តែវាគប់យកតែម្ដងហើយ skill C មួយហ្នឹងគឺវាឈឺជាងគេអាហ្នឹងមក skill ហ្នឹងវាឈឺជាងគេហើយយើងអាចដាក់ break វាបានទេមើលនេះយើងអាចធ្វើចេះបានទៀតនេះអែមសុតមកចឹង skill របស់វាគឺវាមានតែប៉ុណ្្នឹងទេក្រៅហ្នឹងគឺវាមានដូចគ្នាតែទាំងអស់ហ្នឹងឯងអត់មានផ្លែកទេចឹងឥឡូវយើងទៅធ្វើ V2 របស់វាដើម្បីធ្វើ V2 របស់វាគឺយើងមកជួបជាមួយនឹងពេលនេះមកហើយបន្ទាប់មកយើងចូលទៅ admin panel បន្ទាប់មកយើងចុច OK មកគឺវានឹងឲ្យយើងធ្វើ V2 ហើយនេះ control ចុចមក view មកrồi hết cho start research ចឹងដើម្បីធ្វើអាហ្នឹងគឺគេឲ្យយើងទៅលេងវគ្គ dungeon ម្ដងគេឲ្យយើងទៅលេងវគ្គ dungeon មួយវគ្គចឹងទៅគឺវានឹង complete ហើយដើម្បីទៅកន្លែង dungeon ហ្នឹងអ្នកគ្នាចុចប៉ែកមួយនៅក្រៅខ្ញុំនេះក៏បានឬមួយក៏យើងអាចចុចតាមនោះក៏បាននេះយើងចុច hop ហ្នឹងមកវានឹងទៅ hop ហើយ
វានឹងទៅអាកន្លែង dungeon ហ្នឹងហើយឬមួយក៏អ្នកនរគ្នាអាចចុចទៅលើអាកន្លែង server នេះមករួចហើយអ្នកគ្នាចុចរូប dungeon ហ្នឹងទៅគឺហើយហើយដើម្បីលេងអ្នកគ្នាគ្រាន់តែចូលក្នុងអាប់របស់ហ្នឹងទៅអាហ្នឹងដូចជាគេត្រូវការ2នាក់ឡើងហើយចាធ្វើ solo អត់កើតទេនេះខ្ញុំអត់ទាន់បានសា solo ដែរនេះតែអាហ្នឹងដឹងតែវាយ solo មិនកើតទេដោយសារតែមេខ្លាំងហើយនៅពេលដែលយើងចូលមកអាការអស់នេះហ្នឹងគឺវាសិតតែតម្លើង damage fruit របស់យើងហើយនឹងកដាប់ដៃរបស់យើងអីហ្នឹងហើយបើសិនអ្នកគ្នាយកតម្លើងជើងក៏បានអីក៏បានក៏ប៉ុន្តែវា random ទេមកវគ្គទៅមកវគ្គគឺវា random មកយើងទាំងអស់ហ្មងចុំយើអើយគាំងហើយវ៉ៃតាក់រហូតនេះក្នុងមួយវគ្គហ្នឹងគេប្រាប់ឲ្យយើងសម្រាប់បច្ចេកប្រមាណផ្នែកទៅនៅពេលដែលសម្រាប់ហើយគឺយើងអាចឆ្លងវគ្គទៀតបានហើយយើងអាចយក defense ក៏បាន damage កាន់ក៏បានវាឲ្យយើងគ្រាន់តែ3ទេហើយវាឲ្យ random មកលោតហើយនេះគឺជា gameplay របស់ខ្ញុំម្ដងនៅពេលដែលខ្ញុំលេងអា dungeon ហ្នឹងនេះមើលហើយ smooth ខ្លាំងមែនតែម្ដងណាអូកុំព្យូទ័រខ្ញុំទូកុំព្យូទ័រទូមើលស្អីអើយ2 frame នេះ2 frame មួយសុទ្ធនេះមើលអើយ smooth ខ្លាំងមែនតើមកតម្លាក់ graphic ប៉ុណ្្នឹងហ្នឹង Oh my god មិនក៏មិនទៅឥឡូវគឺយើងលេងចប់ហើយ research របស់យើងក៏ complete ដែរតោះហើយនេះអ្នកគ្នា complete នេះតែញអាទូកនេះផងនេះវាលឿនមែនតើមកវាលឿនណាដូចតាទូកយើងបុកលុយទិញណាអាទូកហ្នឹងយើងទិញយើងធ្វើខ្វេះនេះហេយើងធ្វើខ្វេះយើងយក candy យកទៅទិញតនពេល Christmas ហ្នឹងទិញម្នាក់មួយមកអាទូកហ្នឹងលឿនណាស់ហ្មងតោះ complete research ចឹងឥឡូវគឺយើងបាន V2 មក skill ហើយអា skill មួយហ្នឹងគឺវាកាត់របៀបថាយើងប្រើនេះកាត់ចាំតិចខ្ញុំមើលឲ្យមើលនេះពីមុនយើងកាត់ទៅលើសត្រូវអត់កើតទេត្រូវយើងកាត់ទៅលើ player ឬមួយក៏ enemy NPC អីហ្នឹងអត់កើតទេតែឥឡូវគឺវាកាត់បានឃើញនេះអានេះខ្ញុំដកនេះ passive របស់វាឲ្យលេងខ្ញុំដក start របស់វាឲ្យលេងអញ្ចឹងអត់ឈឺទេតែទោះមានក៏វាមិនឈឺខ្លាំងណាស់ដែរវាខំតែកាត់បានអញ្ចឹងហើយដើម្បីធ្វើបន្ទាប់ហ្នឹងគឺយើងត្រូវការលេងវគ្គ dungeon ហ្នឹង3វគ្គនិយាយរួមទៅលេងយើង complete ឲ្យបាន3ដងហើយអ្នកនរគ្នានឹងទទួលបានវាហើយចឹងឥឡូវខ្ញុំទៅលេង dungeon ឲ្យបាន3វគ្គសិនអីកាដូ10នាទីទៀតធ្លាក់មកនេះមកបើបានអីគេកាដូហោះតាណាហ្នឹងអាហ្នឹងយើងទុកជន់គ្នាកើតហ្នឹងខ្ញុំអត់តបានទុកនេះតែចង់បើកមើលសិនជិះលោបានគិតស្នេហ៍បើកបានអីគេ make មកជាឥឡូវខ្ញុំបានលេងបានគ្រប់3វគ្គហើយតោះយើងទៅ app ត complete research គ្រប់រមមនេះនៅសល់មួយតង់ទៀតហើយមួយតង់ទៀតហ្នឹងវាមាន2វគ្គហើយវាត្រូវការ mastery 500ខ្ញុំមានតែ300ជាងហ្នឹងតែឥឡូវយើងមកមើល skill របស់វានៅថ្មីហ្នឹងឥឡូវនេះ skill ហ្នឹងគឺវាអញ្ចេះនៅពេលដែលយើងចុចចឹងទៅនេះគេវាហោះមកកន្លែងយើងមកចឹងវាឆ្លាស់ទីអសរសិទ្ធហ្នឹងមកតាមកន្លែងយើងនៅឃើញអត់ពីមុនយើងចុចអាកាសទេវានៅកន្លែងដែរទេដល់ពេលយើងប៉ុណ្ណឹងហើយគឺវាទៅចឹងបាននេះអែមហ្មងតែឥឡូវបាន mastery 500ហើយយើងមកធ្វើresearch នឹងថែមទៀតចឹងនេះយើងដើម្បីធ្វើហ្នឹងគឺវាងាយស្រួលទេយើងគ្រាន់តែយើងកាត់នេះកាត់សត្រូវឥឡូវចាំតិចខ្ញុំប្រាប់នេះដំបូងយើងបើក domain ហ្នឹងមកបន្ទាប់មកយើងប្រើកបិតចិត្តពណ៌នេះឃើញទេឃើញតែពេលយើងចិត្តបានអញ្ចឹងទៅវា research វា complete មកតាមហ្នឹងអញ្ចឹងយើងចុចរហូតដល់បាន 100% ទៅហើយយ៉ាងនេះមានអីបានស្រួលហ្នឹងគឺចុចរហូតទៅឥឡូវយើងបាន 100% ហើយយើងមកមើលទៅមួយទៀតហ្នឹងវាឲ្យយើងធ្វើអីគេអញ្ចឹងមួយទៀតនេះគឺងាយស្រួលបំផុតហ្មងគឺវាឲ្យយើងស៊ីផ្លែនេះហ្នឹងម្ដងទៀតស៊ី fruit control ហ្នឹងម្ដងទៀតក៏តែចដានខ្ញុំអត់មានទេហើយ account ផ្សេងរបស់ខ្ញុំទៀតក៏អត់មានដែរអញ្ចឹងទៅខ្ញុំអត់បាន complete វាទេហើយនៅសល់តែមួយហ្នឹងទេហើយម្យ៉ាងទៀតដឹងតែស៊ីរងាប់ស្អីផងខាតដល់កអើយfruit ហ្នឹងមួយស្មើ kitsune លើ kitsune ទៀតហើយខ្ញុំមានតែមួយហ្នឹងផងនេះឥឡូវគាត់មិននេះឥឡូវអញ្ចឹងឥឡូវខ្ញុំបានធ្វើអាហ្នឹងតទៀតទេក៏ដោយសារតែខ្ញុំមាន fruit ទេអញ្ចឹងឥឡូវយើងមកនិយាយគ្នារឿងថាហេតុអីបានខ្ញុំមកធ្វើកោះទី3ក៏ដោយសារមូលហេតុនោះគឺថានៅសមុទ្រទី3នេះដាវគឺពិបាកយកខ្លាំងមែនតើខ្ញុំលើកឧទាហរណ៍អ្នកគ្នាមើលមានដូចជាស្អី shock anchor ជាមួយនឹង dragon hot អ្នកគ្នាដឹងហើយពណ៌ហ្នឹងពិបាកយកណាស់ចឹងហើយគឺខ្ញុំអត់អាចយកបានទេលេខ solo យកបានទេខ្ញុំមាន fruit ហើយខ្ញុំនៅតែពិបាកយកតម្រាំតែខ្ញុំមាន fruit អត់មានអីទាំងអស់នេះខ្ញុំមានតែដាវមួយនេះខ្ញុំធ្វើស្អីចេញចឹងគឺវាអត់អាចយកបានទេយល់អត់បើសិនវាអាចយកបានបើសិនជាខ្ញុំឲ្យគេជួយក៏ប៉ុន្តែបើសិនជាខ្ញុំឲ្យគេជួយ 90% ហ្នឹងវាមានន័យអីទៀតអត់មានន័យថាខ្ញុំលេងខ្លួនឯងទៀតមានអត់ហ្នឹងហើយបើឲ្យគេជួយយកដែលខ្ញុំវាយតាមបន្តិចគេវាយងាប់ចឹងមានដូចតាឲ្យគេយកឲ្យដែរហ្នឹងអត់មានអីនេះហ្នឹងអត់មានវាថាលេងខ្លួនឯងអត់មានសោះហ្មងហើយដាវមែនតិចដាវច្រើនតែពិបាករហ្នឹងចឹងហើយគឺមួយហ្នឹងវាអត់នេះហ្មងវាអត់អាចហ្មងអត់អាចទៅរួចហ្មងចឹងហើយខ្ញុំក៏សម្រេចចិត្ត
យក level មិនហើយបន្ទាប់មកខ្ញុំនឹងយកដាវទាំងអស់ហ្នឹងតែខ្ញុំប្រើ flow ប្រើអីទាំងអស់ដែរអញ្ចឹងសម្រាប់វីដេអូក្រោយហ្នឹងគឺខ្ញុំនឹងយកដាវទាំងអស់គុំទាំងអស់យកកាភ្លើទាំងអស់បន្ទាប់មកយើងនឹងកាត់អានឹងចោលយើងនឹងទៅយក V4 តែម្ដងកន្លែងដែលថាយើងអត់ដែលនេះអត់ដែលធ្វើដែលខ្ញុំធ្លាប់ធ្វើពីមុនក៏ប៉ុន្តែអត់ទាន់ហើយម្យ៉ាងទៀតអាដាវហើយនឹងកាភ្លើងហើយនឹងនេះហ្នឹងយើងសិតតែមើលហើយអ្នកគ្នាមើលហើយបើសិនអ្នកគ្នាតាមមើលខ្ញុំរហូតអញ្ចឹងកុំឲ្យសាមដែលពេកអញ្ចឹងគឺយើងទៅយក V4 តែម្ដងទៅអញ្ចឹងវីដេអូក្រោយហ្នឹងគឺខ្ញុំនឹងយកទាំងអស់ដាក់ V4 វីដេអូហ្នឹង1ម៉ោងជាងចាំមើលហើយកុំភ័យខ្ញុំធ្វើលឿនទេលើកហ្នឹងដោយសារតែខ្ញុំឲ្យអ្នកគ្នាចាំយូរហើយអូមួយទៀតខ្ញុំចង់ពឹងអ្នកគ្នាមួយអ្នកគ្នាឃើញក្រុមនៅក្នុងកន្លែង comment ខ្ញុំដាក់ mention ហ្នឹងអត់អ្នកគ្នាចូលក្រុម Telegram នឹងអ្នកមួយមកក៏ដោយសារតែខ្ញុំត្រូវការគ្នាទៅលេងទៅវាយលបាយតាន់ទៅធ្វើអីចឹងទៅដោយអ្នកគ្នាដល់ចឹងធ្វើដាវធ្វើអីហ្នឹងឯងទៅវាយ Teleshock ធ្វើ C1 ធ្វើអីហ្នឹងគឺខ្ញុំត្រូវការអ្នកគ្នាជួយខ្ញុំហ្នឹងឯងជាពិសេសហ្នឹងគឺទៅវាយលបាយតាន់ក៏ដោយសារតែលបាយតាន់ម្នាក់ឯងគឺវាយចេញទេម្យ៉ាងទៀតសួរកុំថាវាយចេញសួរក៏មិនឃើញមុខក៏វាក៏មិនឃើញដែរតើ5នាក់អញ្ចឹងអ្នកគ្នាកុំភ្លេចចូលក្រុមអ្នកមួយមកក្រុមដែលខ្ញុំដាក់នៅក្នុងហ្នឹងបើសិនអ្នកគ្នាចង់ធ្វើ C1 ធ្វើអីអ្នកគ្នាក៏អាចនេះដែរអ្នកគ្នាអាចបបួលនៅក្នុងហ្នឹងបានដែរហើយចង់បាន account ចង់បាន fruit ចង់បានអីគឺមានលក់នៅក្នុងហ្នឹងទាំងអស់អញ្ចឹងឥឡូវជួបគ្នានៅវីដេអូក្រោយ